សួស្តីបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្គាល់អំពីរបៀបនៃការដាំស្ពៃក្តោបដើម្បីទទួលបានលទ្ធផលល្អស្ពៃក្តោបគឺជាដំណាំមួយប្រភេទដែលមានទីផ្សារខ្ពស់ហើយក៏ជាដំណាំមួយប្រភេទដែលងាយស្រួលក្នុងការដាំដុះផងដែរហើយដើម្បីឲ្យការដាំដុះស្ពៃក្តោបទទួលបានលទ្ធផលល្អលុះត្រាតែបងប្អូនទាំងអស់គ្នាដឹងអំពីលក្ខណៈនៃដំណាំនិងតម្រូវការរបស់ដំណាំជាមុនសិនស្ពៃក្តោបគឺជាដំណាំបន្លែមួយប្រភេទដែលសមស្របទៅនឹងអាកាសធាតុមធ្យមវាមិនត្រូវការអាកាសធាតុក្តៅពេកនោះទេហើយបរិមាណទឹកវាត្រូវការបរិមាណទឹកច្រើនក៏ប៉ុន្តែវាមិនត្រូវការបរិមាណទឹកដល់ថ្នាក់ជោកជាំពេកនោះដែរហើយដីដាំដុះគួរតែជាដីសើមដែលមានប្រព័ន្ធបង្ហូរទឹកបានយ៉ាងល្អដើម្បីកុំឲ្យវារលួយឬជាទូទៅយើងគួរស្រោចទឹកវាមួយថ្ងៃមួយដងឬក៏មួយថ្ងៃពីរដងអាស្រ័យទៅលើអាកាសធាតុនៅតំបន់បងប្អូនស្ពៃក្តោបត្រូវការពន្លឺចាប់ពីមធ្យមទៅច្រើនចន្លោះពី5ម៉ោងទៅ7ម៉ោងក្នុងមួយថ្ងៃស្ពៃក្តោបមិនត្រូវការពន្លឺថ្ងៃខ្លាំងពេកនោះទេកាលណាពន្លឺថ្ងៃខ្លាំងពេកធ្វើឲ្យស្លឹករបស់វាលូតលាស់មិនសូវល្អចំណែកឯការក្តោបរបស់វាគឺមិនសូវរឹងស្ពៃក្តោបមិនត្រឹមតែឆ្ងាញ់ទេប៉ុន្តែស្ពៃក្តោបបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាទី1វាសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំចំណែកឯទី2វាសម្បូរទៅដោយជាតិសរសៃដែលហៅថា fiber ជួយដល់ប្រព័ន្ធរំលាយអាហារទី3វាកាត់បន្ថយ cholesterol ទី4វារក្សាស្បែកនិងបេះដូងចំណែកឯទី5យើងអាចយកវាទៅបរិភោគបានច្រើនមុខមានទាំងស្ងោរមានទាំងឆាជាដើមឥឡូវយើងឈានចូលមកដល់ពីរបៀបដាំដែលទី1យើងត្រូវរៀបចំដីយើងជ្រើសរើសយកដីដែលល្អសម្បូរទៅដោយជីជាតិហើយយើងបង្ហាប់វាឲ្យបានល្អលាយវាជាមួយជីកំប៉ុស្តនិងជីសរីរាង្គមុននឹងដាំចំណែកឯទី2គឺការបណ្ដុះគ្រាប់ពូជយើងបណ្ដុះវានៅក្នុងថង់ឬក៏ថ្នាលសិនប្រហែលជា20ទៅ30ថ្ងៃពេលដែលដើមវាមានស្លឹក4ឬក៏5យើងអាចយកវាទៅដាំចំណែកឯទី3គឺការដាំចន្លោះដើមដាំឲ្យមានចន្លោះប្រហែលទង់ជា40ទៅ50សង់ទីម៉ែត្រដើម្បីឲ្យវាក្តោបធំបានល្អចំណែកទី4ការថែទាំយើងត្រូវស្រោចទឹកវាជាប្រចាំជារៀងរាល់ថ្ងៃហើយនឹងដាក់ជីបន្ថែមចន្លោះពី10ទៅ15ថ្ងៃដកស្មៅនិងពិនិត្យសត្វល្អិតជាប្រចាំចំណែកទី5គឺការប្រមូលផលក្រោយពីយើងដាំបានរយៈពេល70ទៅ90ថ្ងៃនៅពេលដែលវាក្តោបរឹងបានល្អយើងអាចកាត់វាប្រមូលផលបានហើយសរុបមកស្ពៃក្តោបគឺជាដំណាំដែលងាយដាំថែទាំមិនស្មុគស្មាញហើយនឹងមានទីផ្សារល្អបើបងប្អូនអនុវត្តតាមបច្ចេកទេសនេះនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខានសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like ចុច follow ដើម្បីទទួលបានចំណេះដឹងថ្មីៗពីកសិកម្មទៀត